ជំរាបសួរបងប្អូនទាំងអស់គ្នាឥឡូវនេះគឺខ្ញុំបានថ្មមកថ្មីមួយដុំទៀតហើយចូលដូចជាជិត30គីឡូដែរមួយដុំនេះចាំបងប្អូនទាំងអស់គ្នាមើលស្ថានភាពអាចដឹងថាជាថ្មទេបងប្អូនទាំងអស់គ្នាហ្នឹងហើយទៅតែបានបងប្អូនទាំងអស់គ្នាឥឡូវខ្ញុំចាក់ទឹកមើលណាobsidian ណាប្រភេទ obsidian កម្រិតស្រាលបើន័យថាទទួលរងកម្ដៅនៃភ្នំភ្លើងណាក្នុងកម្រិតមួយស្រាលហើយប្រភេទ obsidian នេះគឺវាកើតឡើងចេញពីម្បូរ៉ែថ្មផ្សេងៗដែលលាយជួរគ្នាណាភាគច្រើនគឺម្បូរ៉ែថ្មពណ៌បៃតងតែម្ដងបាទហើយដែលជាទូទៅគេតែងទៅហៅ green jasper ឬមួយក៏បាញ់ឌុកហ្នឹងឯងបាញ់ឌុកគេហៅតាមសភាពសាច់មកទៅដូចបាញ់ឌុក green jasper គឺជាពាក្យដែលគេហៅទៅលើពួកអម្បូរថ្ម jasper មួយប្រភេទដែលមានពណ៌បៃតងឬមួយក៏ហៅថ្មផ្កាណាប៉ុន្តែអម្បូរថ្មផ្កា green jasper ភាគច្រើនគឺយើងនិយាយទៅលើប្រភេទថ្មដែលឆៅមានន័យថាថ្មអត់ទទួលរងអតិពលភ្នំភ្លើងតែទទួលរងកម្ដៅនៃផែនដីកម្ដៅនៃព្រះអាទិត្យក៏ដូចជាការវិវត្តខ្លួនចេញពីសមាសធាតុរ៉ែមួយបែបដែលមានការប្រែប្រួលរយៈពេលពាន់លានឆ្នាំណាអូខេអរគុណច្រើនសម្រាប់ការចូលរួមទស្សនាបាទ